សូមជម្រាបសួរនេះជាវីដេអូទី2នៃវគ្គសិក្សាពហុបញ្ញានៅថ្ងៃនេះយើងនឹងស្វែងយល់ជាមួយគ្នាដែលពាក់ព័ន្ធទៅលើបញ្ហាខាងភាសាវិទ្យាដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ជាទីបំផុតក្នុងចំណោមបញ្ញាទាំង8វាលើសពីការស្ទាត់ជំនាញខាងភាសាធម្មតាប៉ុន្តែតែយើងអាចអភិវឌ្ឍសមត្ថភាពនៅក្នុងការបញ្ចេញគំនិតផ្ទាល់ខ្លួនឲ្យបានមានភាពស៊ីចង្វាក់គ្នានិងសមត្ថភាពដែលយល់ដឹងពីអ្នកដទៃបានយ៉ាងដូចម្តេចជាធម្មតាតើកូនរបស់លោកអ្នកនិយាយមិនយល់ឬរៀបរាប់ពន្យល់ច្បាស់លាស់ពីអារម្មណ៍របស់តួអង្គនៅក្នុងសៀវភៅដែរឬទេឬធ្វើឲ្យគ្រួសារអស់សំណើចដោយពាក្យសម្ដីផ្ដេសផ្ដាសរបស់គាត់សភាពតូចតាចទាំងនេះគឺសុទ្ធតែជាសញ្ញានៃបញ្ញាខាងភាសាទាំងអស់ប្រសិនបើកូនលោកអ្នកចូលចិត្តភាសាដូចជាប្រដាប់ប្រដាលេងនោះគឺមានន័យថាគាត់មានគ្រាប់ពូជនៃបញ្ញាខាងភាសាវិទ្យាដ៏អស្ចារ្យរួចស្រេចទៅហើយវាគឺជាសំណួររបស់ឪពុកម្ដាយដែលជួយបើកមាត់កុមារឲ្យនិយាយជាជាងការសួរសំណួរដែលបញ្ចប់ដោយបានចាស់ឬក៏អត់ទេប៉ុន្តែសូមសួរសំណួរបើកដែលអាចធ្វើឲ្យកូនរបស់លោកអ្នកយល់ដឹងពីស្ថានភាពនិងពន្យល់ពីអារម្មណ៍របស់ពួកគេបានការសន្ទនាដែលគ្រប់គ្រាន់ជាមួយនឹងឪពុកម្ដាយគឺជាការបណ្ដុះបណ្ដាលដ៏ល្អបំផុតសម្រាប់កុមារដើម្បីផ្លាស់ប្ដូរគំនិតអរូបីនៅក្នុងក្បាលរបស់កុមារទៅជាប្រយោគជាក់ស្ដែងបញ្ញាខាងភាសាមានការរីកចម្រើនច្រើនជាទីបំផុតនៅក្នុងពេលដែលសប្បាយរីករាយសូមនាំក្រុមគ្រួសារលេងហ្គេមភ្ជាប់ពាក្យទៅនឹងពាក្យដែលនៅខាងចុងឬដាក់ផ្ដុំជាមួយនឹងរូបភាពដើម្បីបង្កើតបានជាសាច់រឿងប្លែកៗប្រសិនបើកុមារដើរតួជាអ្នកដឹកនាំដោយផ្ទាល់ហើយនឹងចែករំលែកនូវព័ត៌មានរបស់គ្រួសារនោះកុមារនឹងបានរីកចម្រើននូវសមត្ថភាពនៃការបង្ហាញនិងសមត្ថភាពនៃការគិតដ៏សមហេតុផលដោយធម្មជាតិបានផងដែរកុមារជាច្រើនយល់ថាការសរសេរគួរឲ្យធុញទ្រាន់ពីព្រោះវាមានអារម្មណ៍ថាដូចជាកិច្ចការផ្ទះអញ្ចឹងសូមជួយផ្លាស់ប្ដូរការសរសេរអក្សរពីការកត់ត្រាមកជាការលេងវិញកំណត់ហេតុប្រចាំថ្ងៃខ្លីៗការផ្លាស់ប្ដូរគ្នាសរសេរជាមួយឪពុកម្ដាយដោយសរសេរម្នាក់មួយប្រយោគឬសំបុត្រដែលសរសេរនៅតុក្កតាដែលកុមារចូលចិត្តនោះវាអាចជួយកាត់បន្ថយកម្រិតឬបរិមាណនៃការសរសេររបស់កុមារបានទោះជាកត់ចំណាំចំណុចតូចៗក៏ដោយវាក៏អាចជាការបង្កើតភាសាដ៏អស្ចារ្យមួយសម្រាប់កុមារបានដែរការអានសៀវភៅដូចម្តេចគឺវាសំខាន់ដូចគ្នាទៅនឹងការអានសៀវភៅច្រើនដែរសូមអានសៀវភៅឲ្យលឺៗជាមួយនឹងកូនរបស់លោកអ្នកដើម្បីដឹងពីរសជាតិនៃប្រយោគក្នុងសៀវភៅដំណើរការនៃការស្រមើស្រមៃពីខ្លឹមសារដោយគ្រាន់តែមើលចំណងជើងនោះវាបានបង្កើតនូវសមត្ថភាពវែកញែកដោយសមហេតុផលនិងអារម្មណ៍ភាសាផ្នែកច្នៃប្រឌិតរបស់កុមារបានផងដែរឧបសគ្គដ៏ធំបំផុតក្នុងការអភិវឌ្ឍបញ្ញាខាងភាសានោះគឺការកែតម្រូវរបស់ឪពុកម្ដាយដែលមានភាពរហ័សរហួនខ្លាំងពេកនៅពេលកូនរបស់លោកអ្នកនិយាយជាងកែតម្រូវនៅអក្ខរាវិរុទ្ធឬវេយ្យាករណ៍របស់ពួកគេភ្លាមៗប៉ុន្តែសូមជួយឆ្លើយតបទៅនឹងគំនិតនិងភាពឆេះឆួលដែលមាននៅក្នុងខ្លួនពួកគេជាមុនសិនការសរសើរជាពាក្យមួយម៉ាត់ដូចជានេះពិតជាការបញ្ចេញមតិដ៏អស្ចារ្យមែនវាអាចធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កុមារដើម្បីក្លាយជាអ្នកនិពន្ធឬអ្នកនាំសារដ៏អស្ចារ្យម្នាក់បញ្ញាខាងភាសាវិទ្យាមិនមែនគ្រាន់តែជាជំនាញសម្រាប់បង្កើនពិន្ទុភាសាធម្មតានោះទេគឺវាជាប្រាជ្ញានៃការប្រាស្រ័យទាក់ទងដែលការពារខ្លួនដោយការបង្ហាញអារម្មណ៍របស់ខ្លួនឯងឲ្យបានត្រឹមត្រូវនិងលើកទឹកចិត្តអ្នកដទៃដោយពាក្យសម្ដីដែលកក់ក្ដៅការសន្ទនាដោយក្តីស្រឡាញ់ជាមួយកូននៅល្ងាចថ្ងៃនេះគឺជាឧបករណ៍អប់រំដ៏មានឥទ្ធិពលបំផុតដើម្បីផ្លាស់ប្ដូរបញ្ញាខាងភាសារបស់ពួកគាត់និយាយពីបញ្ញាភាសាវិទ្យានៅថ្ងៃនេះបានជួយជំនួយដល់លោកអ្នកដែរឬទេនៅម៉ោងក្រោយយើងនឹងសិក្សាជាមួយគ្នាអំពីបញ្ញាតក្កវិទ្យាគណិតដើម្បីស្រឡាញ់ដល់ការរាប់លេខនិងវិភាគពីពិភពលោកដោយតក្កវិទ្យាបានយើងខ្ញុំនឹងប្រាប់ពីអាចកំបាំងនៅក្នុងការធ្វើឲ្យគណិតវិទ្យាមានភាពសប្បាយរីករាយសម្រាប់កុមារដែលពិបាកក្នុងការរៀនគណិតវិទ្យាសូមអរគុណ